សួស្តីសូមជម្រាបសួរបងប្អូនថ្ងៃនេះបានមកជួបបងប្អូនសាជាថ្មីទៀតហើយបងប្អូនណាហើយក៏បានយកចំណេះដឹងមួយដែលតកតងនឹងការយើង remove background ណាបងប្អូនremove background នៅក្នុងកម្មវិធី CapCut របស់យើងណាជួនកាលទៅបងប្អូនខ្លះក៏គាត់ធ្លាប់ចេះនឹងការ remove background ទៅហើយបងប្អូនខ្លះក៏គាត់ដៃថ្មីនៅថ្មីគាត់អត់ទាន់ចេះ remove background នៅក្នុងរូបថតយើងណាបងប្អូន remove background ចេញណាតែមិនបងបានទស្សនាវីដេអូហើយកុំវីដេអូនេះហើយកុំភ្លេចជួយ Subscribe និងចុចសញ្ញាកណ្ដឹងឲ្យខ្ញុំបាទមួយផងដើម្បីមានកម្លាំងចិត្តនឹងចេញវីដេអូលើកក្រោយទៀតបងប្អូនណាឥឡូវបងប្អូនចូលមកកម្មវិធី CapCut របស់យើងមកឥឡូវមុនដំបូងបងប្អូនចុចមកចូលកម្មឥឡូវឧទាហរណ៍ថាខ្ញុំចេញទៅវិញយើងចូលមកយើងចូលមកកម្មវិធី CapCut តមកទៀតនេះបងប្អូនយកពាក្យថា remove background នឹងក្រោមគេហ្នឹងនេះ remove background ចុចហ្នឹងមកតមកទៀតបងប្អូនត្រូវយករូបថតមកមួយឥឡូវខ្ញុំយករូបថតមួយទាក់ទងនឹងការ remove background ខ្ញុំយករូបខ្ញុំយករូបនេះមួយចុះបងប្អូនណារូបមួយនេះហើយយើងចុច nextឃើញវា remove background ឲ្យបងប្អូនវា remove បានស្អាតទៀតណាបងនៅអត់មានស្រមោលអត់មានអីទេបន្ទាប់មកយើងចុច next ចុចគ្រីសនេះសញ្ញាគ្រីសនៅខាងស្ដាំដៃហ្នឹងមកក្រោមគេហ្នឹងហើយចុច save ហើយយើងចុចដានទៀតលុបនេះចេញសិនហើយយើងចុចដានវាមកតមកតើវាឲ្យអត់ឥឡូវយើងចូលទៅឆែកវាមើលនៅក្នុងរូបថតរបស់យើងចូលកន្លែង photo របស់យើងមកនេះចូលនេះមកណែបងប្អូនឃើញវាឲ្យបងប្អូនយើង remove background បានណាបងប្អូនណាហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនណាសូមអរគុណនិងសូមជម្រាបលាបងប្អូន